សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ជីវិតមួយថ្ងៃរបស់ខ្ញុំនៅសាកលវិទ្យាល័យជាទម្លាប់របស់សាលាតិចណូគឺនៅពេលដែលមុនប្រឡងឆមាសមកដល់សាលាតែងតែអនុញ្ញាតឲ្យសិស្សឈប់សម្រាករយៈពេល1អាទិត្យដើម្បីរៀបចំខ្លួនត្រៀមខ្លួនក្នុងការប្រឡងឆមាសជាទូទៅនៅចុងឆមាសគឺតែងតែមានការមមាញឹកច្រើនជាពិសេសទាក់ទងនឹងការធ្វើបទបង្ហាញ presentation assignment ដែលគ្រូឲ្យធ្វើហើយនឹងត្រូវត្រៀមខ្លួនដើម្បីប្រឡងឆមាសផងដែរសម្រាប់ខ្ញុំនៅចុងឆមាសនេះខ្ញុំមាន presentation ចំនួន6 presentation ហើយបានបញ្ចប់ចំនួន5ហើយនៅសល់មួយទៀតនឹងក្រុងបញ្ចប់នៅអាទិត្យនេះអញ្ចឹងតើឥឡូវទៅសាលាមួយខ្ញុំទាំងអស់គ្នានេះដែរគឺជា robot ខាងអ្នករៀន mechanic តែគាត់ធ្វើ project គាត់ទៅនឹង robot មុននឹងទៅរកកន្លែងរៀនគឺខ្ញុំបានមកទិញទឹកដបដើម្បីទុកញ៉ាំសិនឃើញដែរឃើញប្រូទៅ robot ទៅអីដែរប្រូមិត្តភក្តិប្រូស្រីទៅទៅប្រូអាវធំទៅយ៉ាងលេងយើងអត់ទៅមានមិននេះไม่รอดโดยต้องมีnhómที่hay được rồi sao lênกันhoặc cái đang thơ vừa lọt tục tiền chọc đi cái này tại nhóm năng từng coi điên nơi thật nắng coi nhóm từng coi được bọn là lái chỉ tôi tới phía trên lọt vào nhóm này tại đại mao là đại mao ngoài tiền chẳng người nhầm tay tại mao coi điên là bọn là lái tại xa nơi không nói cứ vì tay tại mình spare hẹp nhóm cuối hai đang mình pre-fleur để phao phép bàn của nhóm thời ca một công tờ trả rồi chứ và ọt pre-fleur thế công tờ ba mà mong pi mong ấy đó cứ vì lột lại ọt fleur nàyបច្ចេករបស់ខ្ញុំមួយនេះគឺតាក់ទងនឹងការទាញយកទិន្នន័យចេញមកពី website ហើយយកវាមកវិភាគថាវាមានទំនាក់ទំនងបែបណាជាមួយគ្នាហើយនឹងស្វែងរកផលប្រយោជន៍ដែលយើងអាចទទួលបានពីទិន្នន័យ data ដែលគេមានមួយហ្នឹងក្រោយពីអង្គុយរៀនអស់រយៈពេល3ម៉ោង7-4ម៉ោងហ្នឹងគឺដល់ម៉ោងប្រហែលជាម៉ោង1:40ហើយខ្ញុំក៏បានចេញទៅក្រៅមកផ្លែតដើម្បីរកអីញ៉ាំព្រោះពេលហ្នឹងគឺចាប់ដើមហែវឲ្យសាអង្គុយរៀនតាំងពីព្រឹកមកតម្លៃទេតាអាហាររបស់ខ្ញុំថ្ងៃនេះគឺហូបបាញ់សុងលាយជាមួយបាញ់ហយនិងកាទៀវកាត់ហើយមិត្តភក្តិខ្ញុំគឺគាត់ហូបផ្អែម
ពេលដែលខ្ញុំហូបហើយហ្នឹងគឺចំណាយពេលអង្គុយលេងខាងក្រៅនៅលើបង់ហ្នឹងប្រហែលជាជិត1ម៉ោងបើខ្ញុំដើរចូលមកក្នុងបណ្ណាល័យវិញដើម្បីបន្តការរៀនរបស់ខ្ញុំបន្តទៀតក្រោយពីអង្គុយ focus លើការងារហ្នឹងអស់រយៈពេលប្រហែលជា5ម៉ោងគឺខ្ញុំចាប់ផ្ដើមមានខ្សោះខ្លួនឯងខ្ញុំក៏បានបញ្ចប់ការងារហ្នឹងតាមប៉ុណ្្នឹងសិនទោះបីជាអត់ទាន់ហើយក៏ដោយក៏ឈប់ផ្អាកទៅនឹងសិនដែរណាមួយដោយសារបណ្ណាល័យក៏ដល់ម៉ោងបិទដែរដោយសារបងបណ្ណារៈគាត់នឹងត្រូវបិទបណ្ណាល័យនៅម៉ោង4កន្លះដូច្នេះខ្ញុំក៏បានអង្គុយផ្លែតហើយក៏រៀបចំអីវ៉ាន់ដើម្បីទុកដាក់ចេញពីបណ្ណាល័យវិញចឹងក្រោយពីពេលដែលខ្ញុំចេញពីបណ្ណាល័យមកខ្ញុំក៏ដើរមកកន្លែង refill ទឹកដាក់ទឹកដើម្បីផឹកបន្តទៀតហើយខ្ញុំក៏នៅមានម៉ោងចុងក្រោយនៅក្នុងថ្ងៃហ្នឹងទៀតដែរគឺម៉ោងភាសាបារាំងដែលនឹងត្រូវរៀនចន្លោះពីម៉ោង5កន្លះទៅម៉ោង6កន្លះសាលារៀនគួរភាសាបារាំងរបស់ខ្ញុំគឺនៅសន្ធរមុខគឺខ្ញុំរៀននៅក្លេហើយខ្ញុំចិត្តដើរទៅរៀនគឺភាសាថាអត់ចង់ផ្ញើម៉ូតូញ៉ៃដោយសារនៅសាលាហ្នឹងគឺភាគច្រើនគឺស្ទះហើយណាមួយជិះតាមផ្លូវហ្នឹងក៏ស្ទះដែរស្ទះកន្លែងសន្ធរមុខហ្នឹងគឺម៉ោងប្រហែលជា5ជាងហ្នឹងគឺម៉ោងដែលសិស្សបឋមសិក្សាចេញទៅរៀនអញ្ចឹងខ្ញុំសម្រាប់ចិត្តថាដើរទៅគឺវាសុបាយជាងវាអត់សូវ stress រឿងចរាចរណ៍Quelle est la superficie?
let us search for appartement. Cuisine, un salon, une chambre, une salle de manger et une salle de bain. D'accord. Quel est le montant du loyer, la pièce et le sol? ក្រោយពីបញ្ចប់ម៉ោងពិសាប្រាំងមកខ្ញុំក៏បានមកអង្គុយលេងនៅអាងត្រីម៉ាស៊ីនទូហើយក៏បានមកដាក់ទឹកឡើងវិញហើយទៅផ្ទះអញ្ចឹងសកម្មភាពពេញមួយថ្ងៃរបស់ខ្ញុំនៅសាកលវិទ្យាល័យបានបញ្ចប់ធំនេះហើយអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជូនពរអ្នកនរគ្នាមានសុខភាពល្អស្នេហ៍ល្អនិងមានភាពរីករាយក្នុងឱកាសទិវាបុណ្យនៃក្តីស្រឡាញ់នៅថ្ងៃ14កុម្ភៈខាងមុខនេះ